ជាក្លិនប្រហើរទៀតហើយពុកម៉ែបងប្អូនអើយនៅសំឡបបែបស្រុកស្រែសំឡបមកជូរផ្លែត្រឡាចត្រួយអំពើខ្ចីផ្លែពេញប៉ោះជាមួយត្រីស្រែត្រីបឹងត្រីទន្លេបងប្អូនអើយគឺត្រីឆ្លាំងត្រីកញ្ចោះត្រីខែនេះពុកម៉ែបងប្អូនអើយពោពេញទៅដោយពងពេញពោះដឹងតែជាតិដឹងតែឆ្ងាញ់ហើយនេះបងប្អូនគ្រឿងបន្សំមានដូចជាត្រីខ្ចោះត្រីឆ្លាំងចំនួន1គីឡូផ្លែត្រឡាចពេញប៉ោះគល់លក្រៃស្លឹកក្រូចសើចផ្លែម្ទេសខ្ទឹមសត្រួយអំពើខ្ចីស្ករសបែកចេងលួចទឹកត្រីបន្តិចប្រហុកបន្តិចឥឡូវនេះមេធឹមចាប់ផ្ដើមបង្ហើបបាទបងប្អូនមើលតើទឹកពុះហើយឬនៅបាទបងប្អូនអើយដោយសារទឹកពុះម្សាបាទដល់ពេលរៀបចាប់ថតបាទកាមេរ៉ាអស់ភ្លើងដល់ពេលអញ្ចឹងកាច់ភ្លើងបិទម្សាបាទឥឡូវចាប់ផ្ដើមបើកថតវិញទឹកមិនទាន់ពុះបាទបងប្អូនអង្គុយគុណមើលទេសភាពនៅក្រោយផ្ទះមេធឹមទឹកដូងបងប្អូនអើយពណ៌ខៀវស្រងាត់ព្រឹកនេះក្រោយពីត្រឡប់មកពីស្រុកយុមិញពុកម៉ែបងប្អូនអើយដាក់ទឹកដូងជួបជុំពុកម៉ែបងប្អូនយើងនៅស្រុកបាទអស់4-10យួរបងប្អូនអើយធ្វើឲ្យមេធឹមទឹកដូងងើបក្បាលនៅក្តិតនៅក្បាលបាទបងប្អូនឥឡូវនេះនិយាយពីមុខម្ហូបបែបស្រុកស្រែរបស់មេធឹមវិញបាទមេធឹមចាប់ផ្ដើមចាក់គ្រឿងកាត់ចង្អាបចូលមានគល់លក្រៃម្ទេសស្លឹកក្រូចសើចខ្ទឹមសបាទបងប្អូនបន្ទាប់មកដាក់ត្រីបាទដាក់ត្រីដាក់ប្រហុកដាក់ទឹកត្រីបែកចេងតាមចំណូលចូលចិត្តបាទបងប្អូនបន្លែត្រឡាចផ្លែពេញប៉ោះដូចមេធឹមទឹកដូងបានរៀបរាប់យ៉ាងពុកម៉ែបងប្អូននេះរៀងខាស់ខបន្តិចហើយបាទដូចមេធឹមទឹកដូងបានប្រាប់យ៉ាងបាទយប់មិញបាទដាក់ទឹកដូងជួបជុំបងប្អូននៅស្រុកកំណើតរបស់មេធឹមទឹកដូងបាទអស់ពី3យួរអញ្ចឹងបាទបងប្អូនដៃកាមេរ៉ាមែនជួយកាន់បាទជួយកាន់ថ្ងៃនេះបាទបងប្អូនអើយតោះពុកម៉ែបងប្អូនឆ្អិនបដាហើយមេធឹមគាត់ចាប់ផ្ដើមភ្លក់សាក់មើលតើខ្វះអីអាំងថែមទៀតបាទខ្វះទឹកត្រីថែមទឹកត្រីស្ទើស្ករថែមស្ករស្ទើបាយចេងថែមបាយចេងបាទស្ទើជូរថែមមកជូរទៀតបាទបើមកជូរមិនស្ទើទេបងប្អូនព្រោះមួយចានធំហើយបាទត្រួយអំពើខ្ចីខែនេះតោះពុកម៉ែបងប្អូនឥឡូវមុខម្ហូបបែបស្រុកស្រែសំឡមកជូរត្រួយអំពើត្រីស្រុកស្រែទៀតពោពេញទៅដោយពងបានឆ្អិនជាសន្តាពរហើយតោះពុកម៉ែបងប្អូនចូលរួមសាក់ភ្លុកជាមួយបាយក្តៅពេលថ្ងៃត្រង់បាទនិយាយពីថាដាក់ទៅជាតិណាស់បងប្អូនអើយបែកញើសឲ្យកញ្ចាយបាទបងប្អូនផ្អើលស្រុកផ្អើលភូមិទៀតហើយមុខម្ហូបមួយឆ្នាំងបុកនេះបាទបងប្អូនជ្រះមាត់ជ្រះកយបាទបងប្អូនសាច់គោសាច់មាន់អត់ដូរទេបាទបងប្អូនដោយសារតែយប់មិញនេះងើបអត់រួចពីភ្ញាក់ព្រលឹមឡើងបាទអញ្ចឹងបានសំឡមកជូរបាទជ្រះមាត់បន្តិចបាទបងប្អូនអើយមើលទៅមុខដឹងហើយបាទតើទាំងលុបមុខបងប្អូនអើយមេធឹមហៅចាប់មកថតវីដេអូបាទបងប្អូនអើយសុំសោយទៅបងប្អូនដោយសារខាស់កោដល់ពេលអាកន្លែងសោយទៅវារៀងជ្រះកោបាទជ្រះកោដល់ពេលអញ្ចឹងទៅនិយាយទៅវារលុនទៅវិញតោះពុកម៉ែបងប្អូនវីដេអូមេធឹមទឹកដូងមានតែប៉ុណ្្នឹងទេជំរាបលាបាយជូនបងប្អូនជួបតែ